ដោយសារតែបរិវ័យ80ឆ្នាំម្នាក់លងស្នេហ៍ជាមួយនឹងប្តីរបស់ក្មេងស្រីបរិវ័យ80ឆ្នាំបានជួឃាតករដើម្បីបាញ់ព្រួញសម្លាប់នាងបរិចំណាស់គិតថាទីបំផុតគាត់អាចរស់នៅជាមួយនឹងប្តីរបស់ក្មេងស្រីបានអស់មួយជីវិតហើយប៉ុន្តែសំណាងល្អព្រួញដែលបានសម្ដៅទៅលើក្មេងស្រីវាមានគម្លាតតូចមួយរវាងសរសៃឈាមធំទាំងពីររបស់ក្មេងស្រីគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់គម្លាតត្រឹមតែ2សង់ទីម៉ែត្រប៉ុណ្ណោះពេលនោះក្មេងស្រីក៏បានប្រញាប់ប្រញាល់ដើម្បីទៅជួបពេទ្យខណៈលោកគ្រូពេទ្យកំពុងតែរៀបចំដកព្រួញចេញប៉ុន្តែបានរកឃើញថាក្មេងស្រីបានដកដុំសាច់នៅចំពីលើខួរក្បាលវាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការដកព្រួញចេញពីករបស់ក្មេងស្រីភ្លាមប៉ុន្តែអ្វីដែលគ្រូពេទ្យបានរកឃើញនោះគឺជាការភ្ញាក់ផ្អើលមួយដែលនឹកស្មានមិនដល់វាក៏មានសរសៃឈាមមួយដែលនៅខាងក្រោមដុំសាច់សរសៃឈាមអាចប្រេះបាយគ្រប់ពេលវេលាលោកគ្រូពេទ្យក៏បានសម្រេចចិត្តដកព្រួញដែលនៅជាប់លើករបស់ក្មេងស្រីចេញទីបំផុតក្មេងស្រីក៏បានជាសះស្បើយទាំងស្រុងដូច្នេះហេតុផលមួយព្រួញដែលគេបានបាញ់ចំពីលើក្មេងស្រីដូចជាបានជួយអាយុជីវិតរបស់នាងអញ្ចឹងទើបធ្វើឲ្យគ្រូពេទ្យបានឆ្លុះឃើញដុំសាច់ដែលដុះនៅខាងក្នុងខួរក្បាលរបស់ក្មេងស្រីសប្បាយចិត្តខ្លាំងណាស់ដោយសារតែព្រួញមួយដើមនេះហើយទើបអាចជួយអាយុជីវិតរបស់នាងបាន